សូម្បីតែថៃក៏ដកសញ្ជាតិតស៊ូចបាត់ទៅហើយថៃដកសញ្ជាតិតស៊ូចភ័យចងប់ស្រាប់តែខ្ញុំអត់តាន់បាននិយាយជាមួយម៉ណែតទេអាហ្នឹងរឿងនាយករដ្ឋមន្ត្រីគេធ្វើណាប្រពន្ធខ្ញុំគាត់តាមដានណាព័ត៌មានគាត់ដឹងច្រើនជាងខ្ញុំទៀតណាហើយជាពិសេសគឺអ្នកណារងគ្រោះយ៉ាងម៉េចអីយ៉ាងម៉េចគឺគាត់តាមដានណាព្រោះយើងឥឡូវរឿងនេះរឿងនោះហើយគាត់មានពេលតាមដានជាពិសេសកិច្ចការមនុស្សធម៌របស់គាត់តេថងទៅសុចរឿងគិតយ៉ាងម៉េចទៅសុចស្រាប់តែលេងឃើញទៅសុចអរគុណមកនាយករដ្ឋមន្ត្រីស្រាប់តែយើងមើលទៅយើងអត់ហ៊ានសួរកូនទេយើងទៅមើល Facebook របស់កូនគេហេកុំថាគេកូនគឺលោកនាយករដ្ឋមន្ត្រីគេបង្ហោះគេថាសូមស្វាគមន៍លោកឪស៊ូចហើយមិនមែនត្រឹមតែលោកឪស៊ូចមួយទេព្រះសង្ឃអង្គណាក៏ដោយចង់មកគង់នៅកម្ពុជាគឺបានកុំអីថៃចាប់វាយខ្នោះតស៊ូចបាត់លើមិនដឹងថាតស៊ូចនិមន្តមកនៅចិត្តចូលភាសាហើយបដិជគុណអើយតស៊ូចអើយនិមន្តមកហើយកណាទៅថ្វាយអង្គមថ្វាយអង្គមជួបតស៊ូចបន្តិចការតស៊ូចតែចាប់យំល្វើយលោកតាស៊ូចព្រោះចេលោកចង់បដៅលោកទេលោកបដៅពុទ្ធបរិស័ទពីរឿងអ្នកស្ដាប់ធម៌និងអ្នកមិនស្ដាប់ធម៌អ្នកមិនស្ដាប់ធម៌ទេទៅរកចាប់លំល្វើយហើយលោកជារៀងប្រុសទៅទៀតចាំប្រូលទៀតលោកហើយការពិតលោកមានទស្សពិតរាជធម៌និយាយតាមពិតខ្ញុំចូលចិត្តទៅរួចប៉ុន្តែកូនទៀតណាលោកនាយករដ្ឋមន្ត្រីគេបានដើរមុនយើងមកជំហានទៅទៀតហើយរឿងអញ្ចឹងគេមានចាំបាច់មកសួរឪពុកអីគេធ្វើនាយករដ្ឋមន្ត្រីគេចេះសម្រេចការងាររបស់គេណា